សួស្តីបងប្អូនថ្ងៃនេះគឺខ្ញុំទៅបងសណាញ់បាយទៅបងសណាញ់គឺគម្រោងថាស្លម្ជូរដើមចេកស្លម្ជូរបដូរចេកហើយក៏មានណាគិតគ្នាហើយក៏វល់ប្អូនទៅបាទវល់គ្នាទៅបងនៅលិចភូមិហ្នឹងហើយបងមានណាទេបងគឺនៅតាមស្រះហ្នឹងឯងស្រះហ្នឹងមាន2 3បាទហើយឲ្យតែពេលត្រូវការចង់ហូបអីគឺមកបងនឹងពុទ្ធសាយើងមើលថៃសែវាឆ្ងាញ់ហ្នឹងហើយមកដល់ហ្នឹងក៏អត់ចាំយូរដែរបាទគឺមកដល់ហ្នឹងគឺលើកសណាញ់មកប៉ុន្តែមុនលើកសណាញ់បងបង្ហាញបងប្អូនតិចពាក់ព័ន្ធមួយនឹងរបៀបបងអញ្ចឹងណាអានេះខាងខ្ញុំឯងបាទកំពុងធំខ្ញុំចាប់តែអញ្ចឹងបាទប៉ុន្តែខាងបងប្អូនអត់ដឹងទៅចាប់មិនទេប៉ុន្តែជាទម្លាប់គឺខ្ញុំចាប់តែអញ្ចឹងវាស្រួលវាជាទម្លាប់អញ្ចឹងណាហ្នឹងហើយគាត់បង្ហាញខ្លះអញ្ចឹងសម្រាប់បងប្អូនដែលគាត់អត់ទាន់ជាបងអញ្ចឹងណាហើយនៅវគ្គដែលចាប់សណាញ់ហើយគឺទៅដល់វគ្គចុះមកមាត់ស្រះហ្នឹងបង្ហាញពីការបងយកមិនចាប់ប្រើកម្លាំងមិនអីអញ្ចឹងណាបាទអត់មានអីពិបាកដែរងាយបាទអញ្ចឹងប្លុកនេះតាមពិតទៅនិយាយពីសកម្មភាពបាទបងសំណាញ់បាទនេះគឺយើងបងយកអញ្ចឹងហ៎បាទយករៀងឲ្យនិយាយទៅយកឲ្យមានកម្លាំងដើម្បីទាញសំណាញ់មកយើងមិនបាច់ប្រើកម្លាំងខ្លាំងទេមិនល្មមទាញទៅបងបែកល្អបាទហើយពេលដែលបងហ្នឹងគឺបាទត្រីអត់មានអីច្រើនទេបាទត្រីមានតែត្រីកញ្ចុះត្រីអីគេត្រីទាំងអោនណាបាទអាពេលបងហ្នឹងបាទនិយាយពីថានិយាយពីដល់កហ្មងបាទតែកុំអីដែរដល់ពេលឥឡូវគឺអាសៀលជ្រៀលជ្រេហើយបាទមកដល់ផ្ទះគឺរៀបចំប្រពន្ធដាំស្លបាទស្លម្ជូរបដូរចេកបាទចំណងចំណុចចិត្តខ្ញុំចង់តែស្លនឹងទៅឆ្ងាញ់បាទជូរច្រាស់មាត់ហើយក៏ស្លខ្លះបាទស្លខ្លះក៏មាននេះបំពងបាទបំពងខ្លះបាទនេះហើយបាទប្រពន្ធសម្លាញ់ចិត្តរបស់ខ្ញុំអញ្ចឹងបន្ទាប់ពីគាត់ដាក់នេះហើយម្រះព្រៅហើយគាត់ចាប់ផ្ដើមដាក់ខ្លាញ់បាទបំពងត្រីបាទអញ្ចឹងជាចុងក្រោយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនចែកម្លែកបងប្អូនបានទស្សនាហើយសូមរងចាំបាទវីដេអូក្រោយៗទៀតខ្ញុំនឹងព្យាយាមធ្វើវីដេអូឲ្យបានច្រើនបាទតាមដែលខ្ញុំអាចធ្វើបានបាទអរគុណ